อยเชิงบ่ได้ឲ្យពួកនាងទៅចូលនៅម្ខាងនិងប្រញាប់សុំទោសជាកំហុសរបស់គេដែលមិនដឹងថាកកផឹកស្រាមិនបានតែស៊ីលៀនឆ្លើយថាផឹកបានតែបានត្រឹមភ្លក់ប៉ុណ្ណោះបើផឹកច្រើននឹងខុសដំណំមិនមានជាកំហុសរបស់សាឡាងទេគេខ្លួនឯងដែលភ្លេចខอยเชิงចាប់អារម្មណ៍ថាគេស្មានថាអ្នកសុំសល់រស់នៅក្នុងជីវិតដែលសាមញ្ញនិងស្ងប់ស្ងាត់បើតបនេះតបនោះដដែលតើមានប្រយោជន៍អីទៅស៊ីលៀនបញ្យល់ថាដំណំអាស្រ័យតាមសំណាក់គុណប៉ុណ្ណោះសំណាក់របស់ស៊ីលៀនគឺតមសូរានិងទង្វើឬពាក្យសម្ដីអសុរោះមិនឲ្យមានចិត្តខឹងស្អប់តែបើអាចគ្រប់គ្រងចិត្តបានហើយអាចប្រព្រឹត្តបានឧទាហរណ៍ដូចជាមុននេះនៅបនលបែងអញ្ចឹងតែពិតស៊ីលៀនមិនត្រូវចូលបនលបែងទេតែគេអាចគ្រប់គ្រងចិត្តបានមិនខឹងនៅពេលចាញ់ឬត្រេកអរនៅពេលឈ្នះដូច្នេះមិនបាច់ជះទេទីបំផុតស៊ីលៀនអាចចូលប្រធានបទនេះបានដោយមិនឆ្គងបន្ទាប់មកគេក៏សួរខွာឆឹងតារបៀបក្រឡុកដ៏ត្រឹមត្រូវមុននេះមានពិតមែនឬខွာឆឹងប្រាប់ថាមានវិធីកាត់បើស៊ីលៀនចង់រៀនចាំគេបង្រៀនគ្រាន់តែប៉ះដៃគេបន្តិចគឺរួចហើយព្រះបត្រាធ្វើតាមខွာឆឹងឲ្យគ្រាប់លបែង2ឲ្យសាល្បងស៊ីលៀនបោះគ្រាប់លុកលាក់ក៏ឃើញថាបានគ្រាប់ដែលអស់ធំពិតមែនឬមុននេះផ្លូវកាត់ដែលគេនិយាយនោះគឺសាឡាងផ្ទេលាបសំណាងឲ្យគេខွာឆឹងឲ្យព្រះបត្រារក្សាទុកគ្រាប់លុកលាក់នោះចុះក្រោយពីលេងអស់ចិត្តហើយមានអារម្មណ៍ថាល្វើយខွာឆឹងឲ្យមនុស្សនាំក្មេងប្រុសទៅកន្លែងសម្រាកហើយគេជូនស៊ីលៀនទៅបន្ទប់សម្រាកដូចគ្នាព្រះបត្រាបិទទ្វារក្នុងចិត្តធ្ងន់កណ្ដុកខွာឆឹងកាន់តែល្អចំពោះគេប៉ុណ្ណាស៊ីលៀនកាន់តែរយអះចិត្តប៉ុណ្ណោះសង្ឃឹមថាបេសកកម្មមួយនេះគ្មានអីពាក់ព័ន្ធជាមួយខွာឆឹងទៅចុះពេលដែលការពិតលាតត្រដាងស៊ីលៀននឹងបញ្យល់គ្រប់យ៉ាងហើយសុំទោសខွာឆឹងតាមក្រោយនៅមាត់ទ្វារស្រាប់តែមានសំឡេងមនុស្សស្រីហៅស៊ីលៀនចំណាំបានថាជាទេវីយ៉ូក៏ប្រញាប់បើកទ្វារឈិងសៀនចូលក្នុងទាំងតែហេបតហប្រែកាយទៅរូបដើមតែនៅស្លៀកពាក់ស្រីសួរដដែលសម្លៀកបំពាក់នេះរឹបរៀងពេកគេក៏បញ្ញាប់ហែកវាចេញឲ្យធូរបន្តិចស៊ីលៀនបែរមុខចេញនឹងណែនាំឲ្យទេវីយ៉ូប្រែទៅរូបរាងដើមទាំងឈុតតែម្ដងទៅតែឈិងសៀនបកាយពេលយប់អញ្ចឹងស្លៀកឈុតដើមងាយនឹងត្រូវគេចាប់បានព្រះបត្រាគិតក្នុងចិត្តឈុតដែលគេកំពុងពាក់នឹងក៏មិនខុសគ្នាប្រមាណដែរតែនិយាយអញ្ចឹងក្រែងមុននេះគេប្រាប់ថា3ថ្ងៃទៀតចាំជួបគ្នានៅកន្លែងដដែលឈិងសៀនរហ័សពន្យល់មកពីមុននេះគេឮមនុស្សតាមផ្លូវប្រាប់ថាព្រះបត្រាត្រូវយកមកវាមានសួរតែបារម្ភខ្លាចមានរឿងអីកើតឡើងទៅគេតាមមកមើលឈិងសៀនរអ៊ូទាំងមុខខ្មោថាគ្រាន់តែចូលមកវិមានសួរគេត្រូវខំមកសង្កត់ចិត្តតែងមុខជាមនុស្សស្រីផងស្លៀកពាក់រ៉ូបនារីសួរទាំងនេះទៀតគេមិនដែលលះបង់អីដល់ថ្នាក់នេះទេពីមុនមកស៊ីលៀនញញឹមគិតក្នុងចិត្តថាតែមើលទៅទេពដូចជាពេញចិត្តច្រើនជាងឈិងសៀនសរសើរព្រះបត្រាសំណាងខ្លាំងណាស់គ្រាន់តែចូលមកក្រុងខ្មោចភ្លាមក៏មានការស្វាគមន៍យ៉ាងកក់ក្ដៅថែមទាំងម្ចាស់ក្រុងមកទទួលដោយផ្ទាល់ទៀតដោយឡែកគេនឹងឈានឈាវវិញម្នាក់ត្រូវចងកណ្ដាលកម្មម្នាក់ត្រូវរត់ទៅតុកតាមផ្លូវគ្មានអ្នកណាទទួលឈិងសៀនងើបឈរក្រានរំលឹកថាព្រះបត្រាមានចាំទេថាពួកយើងមកទីនេះក្នុងបំណងអីស៊ីលៀនតបថាប្រកាសជាចាំមុននេះគេកំពុងរកវិធីឃើញហើយឈិងសៀនអន់ទៅចិត្តមែនទេតែគ្រប់យ៉ាងដែលគេឃើញគឺស៊ីលៀនអង្គុយបោះក្របលុកលាក់លេងនឹងរកវិធីបែបណាព្រះបត្រាលើក្របលុកលាក់ពីរឡើងវិធីគឺនៅក្រៅក្របលុកលាក់ទាំងពីរនេះហើយស៊ីលៀននាំឈិងសៀនត្រឡប់ទៅមុខបន្ទប់អានកំបាំងម្ដងទៀតព្រះបត្រាបោះក្របលុកលាក់បានគ្រាប់ដែលធំបំផុតឈិងសៀនភ្ញាក់ផ្អើលតែគេមើលដឹងថាព្រះបត្រាមានអារម្មណ៍រអះចិត្តព្រោះសំណាងនេះគេបានពីម្ចាស់ក្រុងឈិងសៀនលួងលោមនឹងនិយាយថាបើគេជាព្រះបត្រាគេមិនព្រមជាមួយព្រះឥន្ទទេនាំតែល្អកករវាងមិត្តភាពអ្នកទាំងពីរតែមានតែស៊ីលៀនម្នាក់ប៉ុណ្ណោះដែលស្គាល់ចរិតរបស់ជូនអ៊ូច្បាស់អ្នកទាំងពីរបើកទ្វារឡើងដោយការរំពឹងទុកខាងក្នុងមិនមានបន្ទប់ទទេទៀតទេគឺជណ្ដើរចុះទៅក្រោមទេវីយ៉ូប្រើភ្លើងវេទមន្តបំភ្លឺតាមផ្លូវស៊ីលៀនឆ្លៀតសួរនាំថាមួយរយៈចុងក្រោយនេះនៅឋានលើមានទេវតាណាត្រូវបានដកហូតទេវភាពទេព្រោះគេឃើញមានខ្នងបណ្ដាសានៅលើកដៃរបស់កូនចៅខွာឆឹងហើយគេថែមទាំងធ្វើខ្លួនលិបលោគួរឲ្យសង្ស័យទៀតឈិងសៀនភ្ញាក់ផ្អើលអាទិទេពដែលត្រូវបានដកហូតទេវភាពមួយរយៈចុងក្រោយនេះមានតែអាទិទេពចម្បាំងភាគខាងលិចបញ្ហារបស់គេជំរងចម្រាស់ច្រើនគួរសមស៊ីលៀនគិតក្នុងចិត្តអាទិទេពចម្បាំងភាគខាងលិចគឺជាឈានីចិនមែនទេតែឈិងសៀនមិនគិតថាជាគេទេព្រោះគេមានប្រវត្តិមកពីអូថូដុកហើយចរិតរបស់គេមិនមែនជាមនុស្សស្លូតបូតដែរអ្នកទាំងពីរស្រាប់តែមកដល់ផ្លូវជញ្ជាំងក្រាស់បើនឹងប្រើកម្លាំងទេពទម្លុះវិមានទាំងមូលនឹងរំជួយមិនខានភ្លាមនោះស៊ីលៀនសម្គាល់ឃើញរូបនៅលើថ្មដែលពួកគេកំពុងឈរនោះគឺជារូបមនុស្សដែលកំពុងបោះគ្រាប់លុកលាក់ដូច្នេះដើម្បីឆ្លងប្រហែលពួកគេត្រូវធ្វើដូចពេលដែលចូលមកដំបូងដោយមិនទុកចិត្តសំណាងរបស់ខ្លួនឯងស៊ីលៀនក៏ហុចឲ្យឈិងសៀនជាអ្នកបោះទេវីយ៉ូបោះគ្រាប់លបែងទៅលើដីរូបភាពស្រាប់តែបដូរពីមនុស្សបោះគ្រាប់លុកលាក់ទៅជាប្រភេទសត្វល្មូនម្យ៉ាងឈិងសៀនមិនយល់ថាវាជាសត្វអីតែស៊ីលៀនស្គាល់ថានោះគឺជាចន្លេនដីឬក៏ដង្កូវសត្វប្រភេទនេះគេជួបច្រើនណាស់ក្នុងវាលស្រែឈិងសៀនមានជាការមិនយល់ហើយទ្រង់ទៅធ្វើអីនៅក្នុងវាលស្រែបានជាជួបសត្វទាំងអស់នេះមិនទាន់ចាប់ប្រយោជន៍ស្រួលបួលផងអ្នកទាំងពីរស្រាប់តែធ្លាក់ទៅកន្លែងផ្សេងដែលវាជារូងដីជាប្រភេទដីល្បាប់ឈិងសៀនសន្មតថាប្រហែលជាគេបោះខុសលេខដូច្នេះពេលនេះមានតែត្រូវរកទ្វារការ៉េ4ជ្រុងដែលមានរូបដើម្បីចេញពីទីនេះរូងនេះទាបខ្លាំងណាស់មិនអាចឈរពេញកម្ពស់បានតែដើរអោនកន្លែងខ្លះក៏ទាបដល់ថ្នាក់ត្រូវលូនក្រាបវា
ពេលកំពុងដើរសុកស្រាប់តែមានសំឡេងចម្លែកបោលក្នុងដីដេញពួកគេល្បឿនរបស់វាលឿនខ្លាំងពេលដែលកំពុងរត់នៅខាងមុខក៏ស្រាប់តែមានសំឡេងនេះដូចគ្នាដែលធ្វើឲ្យពួកគេត្រូវឈប់ត្រៀមខ្លួនប្រយុទ្ធសត្វដែលផុសមកជាចន្លេនរយៈ2ក្បាលស៊ីលៀនគិតថាប្រភេទសត្វនេះវាខ្លាចភ្លើងដូច្នេះគេសុំខ្ចីវេទមន្តពីទេវីយ៉ូបង្កាត់ភ្លើងម្នាក់ទៀតអ្នកទាំងពីរថយក្រោយយឺតបារោទ្វារមិនឃើញទេមានតែត្រូវគូវេទមន្តបដូរទីតាំងមើលអញ្ចឹងពួកគេច្បាស់ជាសន្លប់មិនខានព្រោះទីនេះជារូងក្រោមដីហប់ខ្យល់បើនឹងប្រើកម្លាំងខ្យល់វានឹងឡងមករកពួកគេវិញសំណាងល្អពេលនោះស៊ីលៀនស្រាប់តែជន់ទៅលើទ្វារដៃបំរុងនឹងបោះក្របលោកឡាតែបើសំណាងរបស់គេត្រឡប់មកវិញអ្នកទាំងពីរនឹងទៅជួបកន្លែងដែលកាន់តែចម្លែកនិងគ្រោះថ្នាក់មិនខានដូច្នេះស៊ីលៀនក៏ហុចឲ្យឈិងសៀនជាអ្នកបោះឈិងសៀនប្រញាប់បោះម្ដងទៀតលើកនេះរូបបដូរទៅជាព្រៃក្រាស់មានមនុស្សស្លៀកពាក់ចម្លែកកំពុងរាំភ្លើងរលត់ចំពេលទ្វារបើកដៃគូសាច់កម្មទាំងពីរធ្លាក់ទៅកន្លែងមួយផ្សេងទៀតម្ដងនេះជាដីរឹងស៊ីលៀនរើសក្របលោកឡាទុកនឹងឮសំឡេងទេវីយ៉ូស្រែកដោយកើតគុណបីតាឯងក៏ប្រញាប់ងើយទៅលើនិងសួរថាទេវីយ៉ូទ្រង់មិនអីទេតែសំឡេងឆ្លើយបែរជាឮនៅខាងក្រោមទៅវិញខ្ញុំក៏មិនដឹងដូចគ្នាថាអីឬមិនអីតែព្រះបុត្រាធ្វើបេសកកម្មជាមួយទ្រង់សបាយបាសក់តែម្ដងខ្ញុំមិនដែលរករាដល់ថ្នាក់នេះពីមុនមកទេសៀលៀនប្រញាប់ចូលទៅគ្រានិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់មួយនេះទេពទាំងពីរចេញពីក្រោមរូងឈើមកក្រៅក៏ឃើញថានៅក្នុងព្រៃជ្រៅពន្លឺថ្ងៃចាំងឆ្វាយភ្លឺថ្លាដោយអនាគតអ្នកសម្រាយចឹងពេលនេះឈិងសៀនយល់ល្បែងរបស់ខ្វះឈឹងហើយទ្វារថ្មនោះប្រៀបដូចជាទ្វារឆ្លងទីកន្លែងបោះខុសលេខនិងនាំអ្នកបោះទៅកន្លែងខុសៗគ្នាទ្វារនេះប្រើយុទ្ធសាស្ត្រក្រាស់ក្រែលណាស់អញ្ចឹងខ្វះឈឹងបង្កើតវាឡើងដើម្បីការពារក្រែងមានមនុស្សចូលទៅកន្លែងរបស់គេវាដូចជាការបង្ហាញអំពីអំណាចយុទ្ធសាស្ត្រដ៏មហាសាលនិងភាពល្អិតល្អន់គ្រប់ជំហានរបស់ស្ដេចបិសាចម្នាក់នេះតែស៊ីលីនបែរជាយល់ថាជំនួសឲ្យភាពល្អិតល្អន់គេចាត់ទុកវាជាការកំសាន្តច្រើនជាងរំពេចនោះស្រាប់តែមានហ្វូងមនុស្សព្រៃតម្រង់មករកពួកគេទោះជាមានអាវុធនិងកម្លាំងទេពតែអ្នកទាំងពីរមិនអាចប្រើបានទេវាខុសច្បាប់ឋានលើទេវតាមិនអាចប្រើកម្លាំងទេពធ្វើបាបមនុស្សលោកដូច្នេះអ្នកទាំងពីរមានតែប្រើក្បាច់ដែលម៉ែចែកឲ្យហើយក៏ដាក់មេប្រូចដូចមុនស៊ីលីជាអាទិទេពចម្បាំងគេរត់លឿនជាងនិងងាយស្រួលជាងឈិងសៀនបងប្រុសរបស់ឈិងសៀនធ្លាប់ផ្ដាំថាមិនឲ្យចូលព្រៃជ្រៅតែឯងព្រោះអាចជួបមនុស្សព្រៃដែលស៊ីសាច់ឆៅតែជាពួកគេនេះមែនទេស៊ីលីយកស្រោប្រហែលហើយតែពេលនេះគួរតែរកទ្វារចេញពីទីនេះសិនក្រុមមនុស្សព្រៃក៏ព្រួយទៅចំមុខដ៏ផូរផង់របស់ឈិងសៀនទេវីយ៉ូលើដៃស្ទាបមុខក៏ឃើញឈាមក្រហមស្រស់គ្រាន់តែឃើញឈាមក្រហមស្រស់ភ្លាមពាក្យថាចាញ់ជាព្រះឈ្នះជាមាក៏ខ្លាចទៅជាចាញ់ជាព្រះឈ្នះជាអញហើយឈិងសៀនក៏លាតផ្លិតបក់មួយទំហឹងពួកមនុស្សព្រៃប៉ាងខ្ចាច់ខ្ចាយអស់រលីងសឺឈិងសៀនយកមេឃដីនិងស៊ីលៀនធ្វើជាសាក្សីថាគេមិនបានធ្វើបាបពួកមនុស្សព្រៃមុនទេស៊ីលៀនក៏ប្រញាប់លួងលោមនិងនិយាយថាគេបានឃើញនិងបានដឹងឮគ្រប់យ៉ាងទេវីយ៉ូដើរទៅអង្គុយចុះមុខសែតបងប្រុសរបស់គេមិនដែលហ៊ានលើកដៃវាយគេមិនដៃផងហើយពួកនោះជាអ្នកណាពីមុនសំណាងរបស់គេមិនសូវល្អមែនតែក៏មិនដែលយ៉ាប់ដល់ថ្នាក់នេះដែរស៊ីលៀនឃើញបែបនេះក៏ប្រញាប់សុំទោសប្រហែលមកពីនៅជាមួយស៊ីលៀនទើបធ្វើឲ្យគេទៅជាសួយបែបនេះឈិងសៀនសែតបាន3វិនាទីក៏ត្រឡប់មកដូចដើមវិញនិងនិយាយអាងកុំឲ្យព្រះបត្រាបារម្ភគ្មានអ្នកណាអាចកែប្រែសំណាងរបស់គេទេពេលងើបឈរក៏ឃើញថាមានទ្វារមួយទៀតលើកនេះឈិងសៀនឲ្យស៊ីលៀនបោះម្ដងទៅក្រៃលោសំណាងដែលសានឡើងរបស់ទ្រង់ឲ្យមកនៅសល់ខ្លះស៊ីលៀនមានអារម្មណ៍ថាខ្មាស់ពេលឮពាក្យសានឡើងរបស់ទ្រង់តែបើប្រកែករត់ទៅឆ្កងស៊ីលៀនបោះជាលើកទី2ទ្វារដូចលើកដំបូងក៏បង្ហាញឡើងនេះកំប្រាប់ថាមួយថ្ងៃមកឲ្យពួកគេទៅមិនដល់ទីតាំងទេតែគ្មានជំរឿផ្សេងមានតែទៅមុខបន្តលើកនេះជាកន្លែងដែលពួកគេទៅខុសពីលើកដំបូងទីនេះមានក្លិនឈាមដូចកន្លែងធ្វើទរណកម្មនៅខាងមុខមានស្រមោលមនុស្សពិតមែនមនុស្សម្នាក់នោះនិយាយមួយឃ្លាថាគេគ្មានស្អីត្រូវឆ្លើយទេលើសំឡេងនេះភ្លាមឈិងសៀនស្ទុះចូលទៅផ្លេតស៊ីលៀនមកដល់តាមក្រោយឃើញឈិងសៀនធ្វើដោយស្គាល់បរិយាម្នាក់នោះក៏សួរថាតើអ្នកទាំងពីរស្គាល់គ្នាមែនទេវីយ៉ូប្រាប់ថាស្គាល់តែអ្នកម្ខាងទៀតប្រកែកថាមិនស្គាល់ឈិងសៀនប្រញាប់កើបមុខមកវិញនិងនិយាយថាស្គាល់ខ្ញុំធ្វើឲ្យឯងខ្មាស់គេណាស់មីងសុងខ្ញុំជាមិត្តម្នាក់របស់ឯងណាបរិយានោះនៅតែអាងប្រយោគដដែលថាគេមិនដែលមានមិត្តរត់ចោលរត់ឡើងស្លៀកពាក់បែបនេះទេឈិងសៀនភ្លេចឲ្យឆឹងថាគេនៅស្លៀកពាក់ឈុតរន្ទះបាញ់នេះនៅឡើយស៊ីលៀនឲ្យលើប្រយោគគេហៅមីងសុងក៏ចូលមកសួរអញ្ចឹងគេជាម្នាក់ក្នុងចំណោមធាតុទាំង5ជាអាទិទេពធរណីមីងអ៊ីនោះឬឈិងសៀនបញ្ជាក់ថាជាគេនឹងហើយព្រះបត្រាក៏ធ្លាប់ជួបគេរួចហើយតែមីងអ៊ីប្រកែកថាមិនដែលជួបនឹងនិយាយថាមកយើអីខឹងឈិងសៀនក៏ប្រកែកលើជើងការ៉េថាជួបនៅព្រំដែនប៉ាញ់យូនោះអីតែប្រហែលថ្ងៃសោះអ្នកទាំងពីរឆាប់ភ្លេចម្ល៉េះអម្ចាស់ស្រាប់តែនឹកឃើញទៅដល់នារីឈុតខ្មៅដែលនៅក្បែរទេវីយ៉ូអញ្ចឹងតើបានជាពេលនោះនាងធ្វើមុខដូចចង់សម្លាប់មនុស្សមួយផែនដីក៏ប៉ិតត្រូវឈិងសៀនអូសតែងខ្លួនជាស្រីជាលទ្ធផលក៏ត្រូវច្រឡំភេទបែកវល់ចឹងទៅល្អហើយដែលស៊ីលៀនមិនចាញ់មនោគមឈិងសៀនព្រះបត្រាសួរបញ្ជាក់ថាទេពធរណីជាអ្នកបង្កើតភ្លើងនេះក៏រាជមែនទេមីងអ៊ីក៏និយាយថាគេជាអ្នកបង្កើតភ្លើងបន្ទាប់ពីរោមមនុស្សឃើញហើយឈិងសៀនអ៊ីវមកចិត្តស្និទ្ធតែម្ខាងរបស់គេហើយស៊ីលៀនជាអ្នកឈួលបំភ្លឺផ្លូវនៅតាមផ្លូវឈិងសៀនឆ្លៀតញាស់មីងអ៊ីមីងសុងណាក្រែងឯងថាបកាវាយសឹងអីតែប្រហែលថ្ងៃសោះហេតុអីក៏សភាមើលមិនយល់បែបនេះអញ្ចឹងមើលឲ្យឯងទទួលអីបានជាភ្លៀងឈាមបង្អត់ផ្កាខាងនៅថ្នាក់នេះហាទេវីយ៉ូនិយាយដល់មិនខ្លាចអ្នកម្ខាងទៀតហក់មកវាយបែបនេះមើលទៅទំនាក់ទំនងពួកគេជាមិត្តជិតស្និទ្ធនឹងគ្នាពិតមែនមកដល់ខាងលើស៊ីលៀនបោះក្របលោកឡាក់ម្ដងទៀតដៃអោនរើសជើងគិតតែដើរទៅមុខមិនឈប់
ខួរក្បាលកំពុងគិតរកវិធីណាយកឡើងយីងមកវិញផ្លូវនៅខាងមុខក៏ប្រែទៅជាប្រហោងព្រះបត្រាធ្លាក់ទៅក្រោមនិងប្រញាប់ស្រែកហាមតែឈិងសៀនឈប់មិនទាន់ក៏ធ្លាក់ទៅទាំងអស់គ្នា